ទឹកបិចញ៉ាំមកដូចពេជ្ររំលេចក្រោមខ្សែវាសនាទូកជួបោកខ្លាំងម៉ែបាំងប្រឆាំងទេតាកូនតាំងចិត្តថាយកបាំងវិញ្ញាជូនមកអោក្ដីបំណងម៉ែបងខ្លាចជាការពិតរនោជីវិតផ្លាំងខ្នើតព្រមានព្រៀងខ្លាកូនខ្លាយជាគ្រូកូនវិលទៅគូជួបម៉ែបើជាមួយស្នេហ៍ដែលកូនថែចិត្តជាយូរទៅអំពីវត្តវិស័យអប់រំស្រាប់ស្រាបើជាមួយស្នេហ៍ទៅខែអ្នកម៉ែមានគុណយើងរៀនកសកម្មសូមចូលមករងកូនត្រផងណាយើងរៀនក្រៅពីកសកម្មក៏អាចចូលរួមកូនត្រដែរណាទូតែស្រឡាញ់ចូលចិត្តនាងស្រីចំការទុំមានគេថាយ៉ាងណាមិនខ្វល់ទាំងអខានអន់តងព្រួយចិត្តស្រឡាញ់ខ្ញុំតែងសង្កេតឃើញថាអ្នកស្រីចំការគេមិនសូវឲ្យន័យខ្ញុំចង់សួរថារាល់ថ្ងៃតើបានអីឆៃបើមិនស្រីចំការកុំខ្វល់សំដីគេថាតែខ្វល់ជាយើងសិក្សាទូមានឧបសគ្គយ៉ាងណាក៏តាំងចិត្តថាមិនរៀនអុយទេដឹងទេនៅក្នុងស្រុកខ្មែរច្រើនអ្នកពើស្រែតែមិនសូវបានផលឥឡូវបែរទុំដីចោលទៅចូលរោងចក្របានប្រាក់ដេញស្រួលជារឿងរបស់គេគ្មានណាចង់រត់បាក់ទេកុំតែឲ្យប៉ះពាល់ដល់គេចង់ធ្វើយ៉ាងមិនខុសបានតែណាស្រេចតែចិត្តយើងរៀនកសកម្មรู้ថាសំខាន់នៅក្នុងស្រុកខ្មែរកុំរៀនឲ្យបានពូកាកុំស្អប់នឹងស្រែដូចជាពួកខ្ញុំទោះបីរៀនជុំនាងខុសពីរូបខ្ញុំក៏ខ្ញុំគិតថាសំតែសំខាន់ទាំងសំខាន់អន្តងព្រួយចិត្តស្រឡាញ់អ្នកថាមិនដូចនឹងធ្វើអ្នកក៏ពុំមើលមិនដូចនឹងលេងចេញឯងឲ្យក្រែងចេញគេបើមិនច្បាស់ទេកុំចេញតែស្មានបើមិនហ៊ានកុំចេញតែថាបើថាត្រូវតាហ៊ានធ្វើកុំចង់មកគឺបាញ់ជឿទៅមិនរួចទេសុំទោសផងណាខ្ញុំច្រៀងមិនសូវពីរំបើមានต้องខុសសុំទោសផងណាញ៉ាជូនអ្នកស្រ័យចំការនិងអ្នកសិក្សាផ្នែកកសិកម្មកុំត្រសូមលែងមួយមកកុំត្រសូមសេមួយមកកុំត្រដល់កាន់សេក៏ធ្វើកាន់សេកម្មឲ្យបានជោគជ័យនៅក្នុងស្រុកខ្មែរយើងរៀនច្រៀងទេយើងជាកូនខ្មែរនឹងស្រែចំការយើងរៀនហើយចាំទុកថាមានស្រែចំការគឺគ្មានជីវិត